គិតត្រឹមម៉ោង 9:30 នាទីយប់ថ្ងៃទី 10 ខែធ្នូឆ្នាំ 2025 នេះស្ថានភាពនៅសមរភូមិមុខមិនទាន់ធូរស្រាលនៅឡើយគិតត្រឹមម៉ោង 9:30 នាទីយប់ថ្ងៃទី 10 ខែធ្នូឆ្នាំ 2025 នេះស្ថានភាពនៅសមរភូមិមុខមិនទាន់ធូរស្រាលនៅឡើយដោយយោធាថៃបន្តប្លង់និងប្រើដ្រូនទម្លាក់គ្រាប់បែកចូលដីកម្ពុជាបើតាមសេចក្តីរាយការណ៍នៅតំបន់ភ្នំដានិងអូភ្លុកដំរីយោធាថៃបន្តប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកខណៈតំបន់បឹងត្រកួនថៃបន្តបាញ់ប្លង់អាវុធធុនធ្ងន់ដោយឡែកសមរភូមិទិសឧត្តរមានជ័យនិងព្រះវិហារក៏ដូចជាតំបន់ប្រាសាទយោធាថៃបន្តប្លង់ចូលដដែលដោយការពីថ្ងៃមិញនិងម្សិលមិញកម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុតដើម្បីការពារបូរណភាពទឹកដីនិងដែនអធិបតេយ្យភាពពីការរំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃដោយធ្វើការតបតយ៉ាងចាស់ដៃផងដែរនិងក្រសួងការពារជាតិបានអះអាងថាសកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ប្រទេសថៃបានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដោយគិតត្រឹមថ្ងៃទី 10 ខែធ្នូឆ្នាំ 2025 នេះជនស៊ីវិលកម្ពុជាបានបាត់បង់ជីវិតដោយការឡើងរហូតដល់ 9 នាក់ក្នុងនោះក៏មានទារកម្នាក់ផងដែរនិងរងរបួសជនស្លូតត្រង់ចំនួន 46 នាក់កម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងសកម្មភាពអ ுக ្រិតកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះដែលទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អរិយភាពជាបន្ទាន់ដែលដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ទន្ទឹមនឹងនេះកម្ពុជាក៏អំពាវនាវឲ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទជប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពនិងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់ស្មោះត្រង់ដោយសុឆន្ទៈពិតប្រាកដនិងនៅក្នុងថ្ងៃនេះដែរនៅល្ងាចថ្ងៃទី 10 ខែធ្នូឆ្នាំ 2025 នេះទាំងពលករនិងអាជីវករជាង 1000 នាក់បាននាំគ្នាសម្រុកចេញពីសាររងឃ្លឿប្រទេសថៃចូលមកប្រទេសកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដោយមានការជួយសម្របសម្រួលពីអាជ្ញាធរកម្ពុជាផងដែរលោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថាទាំងពលករនិងអាជីវកររួមទាំងអ្នកដែលអាជ្ញាធរចាប់ខ្លួនត្រូវបានចាក់ចេញពីប្រទេសថៃមកស្រុកយើងវិញគូបញ្ជាក់ឲ្យដឹងដែរថាសាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែនចំនួន 6 ខេត្តបិទទ្វារសរុប 883 សាលាប៉ះពាល់គ្រូបង្រៀន 7278 នាក់និងសិស្ស 208,959 នាក់